cô nhóm mau bay bà sân chỉ trà nấu trà tả lại bên dưới bị tha hot mọt hot chất nè tại bà thà trà mì xua trà mì ní vậy nhé cay nhọtខ្លួនឯងហ្មងមើលអត់មានឲ្យម៉ែហត់មាត់ទេហើយបើយើងដួសឲ្យតិចហ្នឹងខឹងយើងទៀតចង់បានច្រើនចង់បានពេញចានឥឡូវមកមើលការឆាមីសួរជាមួយខ្ញុំទាំងអស់គ្នាតាមពិតខ្ញុំមិនឆាមីសួរទេអានេះគឺខ្ញុំអប់មីសួរជាមួយនឹងបកាហើយបកាហ្នឹងគឺម៉ាក់ខ្ញុំតែងផ្ញើមកខ្ញុំបានលាងហើយនឹងកាត់វាឲ្យស្អាតដាក់ចូលក្នុងប្រអប់ទុកក្នុងទូទឹកកកឥឡូវយើងមកត្រាំមីសួរវិញម្ដងមីសួរនេះឡើងមកកញ្ចប់ធំហ្មង2ខាំកន្លះ3នាក់ម៉ែកូនទេតែនិយាយពីថាញ៉ាំច្រើនច្រើនឥឡូវយើងត្រាំទឹកវាទុកចោលប្រហែលជា10នាទីអីមកយើងមកត្រៀមខ្ទឹមសម្រាប់លីងវិញខ្ទឹមនេះបើសិនជាមានខ្ទឹមក្រហមថែមបន្តិចទៀតកាន់តែឈ្ងុយតែខ្ញុំអត់មានចឹងខ្ញុំដាក់តែខ្ទឹមសទេយើងច្រាំវាមើលតែម៉ត់ល្មមហើយយើងដួសវាដាក់ទុកក្នុងកូនចានមកកន្លែងសិនមកហើយយើងមកហាន់ស្លឹកខ្ទឹមធៀមមកហើយដែរស្លឹកខ្ទឹមនេះគឺខ្ញុំមានស្រាប់ហើយខ្ញុំគ្រាន់តែហាន់ប្របែកវាទៅកុលផ្សេងស្លឹកផ្សេងទៅកុលយើងសម្រាប់ទុកអប់ជាមួយនឹងបកាមីសួរហើយស្លឹកខ្ទឹមនេះទុកសម្រាប់ពេលដែលម្ហូបយើងឆ្អិនហើយយើងដាក់រោយពីលើឥឡូវយើងបានហើយទាំងខ្ទឹមលីងស្លឹកខ្ទឹមកុលខ្ទឹមអីហើយយើងត្រៀមហើយឥឡូវមីសួរយើងហ្នឹងក៏វាទន់ល្មមយើងយកវាមកកាត់ឲ្យខ្លីៗបន្តិចទៅណាកុំឲ្យវាវែងពេកពេលញ៉ាំទៅខ្លាចជាប់កហើយបន្ទាប់ពីកាត់ហើយហ្នឹងយើងយកវាមកលាយគ្រឿងហើយគ្រឿងហ្នឹងអត់មានអីច្រើនទេក្រៅពីទឹកត្រីស្ករប៊ីចេងអីហ្នឹងទឹកប្រេងខ្យងអីហ្នឹងយើងថែមប្រេងឆាបន្តិចទៅហើយខ្ញុំបើសិនជាមានទឹកស៊ីអ៊ីវខាប់ដាក់ទឹកស៊ីអ៊ីវខាប់មកតែខ្ញុំអត់មានចឹងខ្ញុំបន្ថែមម្សៅម្ទេសការីដើម្បីយកពណ៌ហើយយើងច្របល់ចុះច្របល់ឡើងឲ្យវាចូលជាតិទៅទុកចោលប្រហែលជា2-3នាទីអីទៅចាំយើងយកវាទៅអប់អញ្ចឹងណាឥឡូវគ្រឿងយើងបានត្រៀមរួចរាល់អស់ហើយមានគ្រប់សពហ្មងឥឡូវយើងដល់មកអប់មីសួរហើយយើងដាក់ខ្ទះហើយបើកភ្លើងចាក់ប្រេងឆាចូលមកហើយមើលតែប្រេងឆាយើងឡើងក្តៅយើងចាក់ខ្ទឹមសចូលមកហើយខ្ទឹមសហ្នឹងយើងលីងវាឲ្យឈ្ងុយល្អមកណាលីងចុះលីងឡើងមើលតែពណ៌វារៀងក្រហមបន្តិចហើយចាំយើងចាក់បកាចូលមកហើយបកានេះគឺយើងឆាចុះឆាឡើងបន្តិចមកដើម្បីឲ្យវាចេញជាតិទឹកឆ្អាបខ្លះមើលតែវារៀងឆ្អិនបន្តិចហើយចាំយើងបន្ថែមគ្រឿងមានស្ករប៊ីចេងទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងអីហ្នឹងថែមថយតាមចំណូលចិត្តមកចូលចិត្តរសជាតិបែបណាយើងដាក់តាមការចូលចិត្តរបស់យើងមកព្រោះផ្ទះម្នាក់គឺចូលចិត្តរសជាតិខុសគ្នាអ្នកខ្លះចូលចិត្តផ្អែមអ្នកខ្លះចូលចិត្តប្រៃអីអញ្ចឹងទៅហើយមើលតែយើងច្របល់បកាយើងចូលជាតិហើយយើងថែមមីសួរចូលមកហើយមីសួរនេះយើងចង់ច្របល់ដូចខ្ញុំអញ្ចឹងក៏បានអត់ក៏បានដែរបាទអ្នកខ្លះគេគ្រាន់តែដាក់មីសួរហើយគេគ្របអប់វាទុកអញ្ចឹងតែខ្ញុំអត់ទេខ្ញុំចូលចិត្តច្របល់អញ្ចឹងដើម្បីវាកាន់តែចូលជាតិហើយមុននឹងគ្របហ្នឹងខ្ញុំបានដាក់គល់ស្លឹកខ្ទឹម5-6ដើមដែរដើម្បីឲ្យវាកាន់តែឈ្ងុយអញ្ចឹងណាហើយបន្ទាប់ពីគ្របទុកបាន3-4នាទីខ្ញុំច្របល់វាម្ដងទៀតច្របល់ហើយគឺខ្ញុំគ្របទុកប្រហែលជា3-4នាទីទៀតហើយឥឡូវមីសួរយើងគឺឆ្អិនហើយយើងគ្រាន់តែរោយលឹកខ្ទឹមមកជាការស្រេចឲ្យបានមីសួរដ៏ឈ្ងុយឆ្ងាញ់ឡើងមកខ្ទះហ្មងហើយឥឡូវយើងចាប់ដាក់ចានមកដើម្បីធៀមសម្រាប់អាហារពេលល្ងាចរបស់យើងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអត់មានអីច្រើនទេចាំមើលវីដេអូក្រោយទៀតថាមានម្ហូបអីអរគុណច្រើនបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ